បារាំងប្រឆាំងការរំលាយកងទ័ពអ៊ុយក្រែនក្រោយបទឆបាញ់រដ្ឋមន្ត្រីការពារជាតិបារាំងលោក Sébastien Lecornu បានបញ្ជាក់យ៉ាងម៉ឺងម៉ាត់ថាបារាំងប្រឆាំងរាល់ការរំលាយកងទ័ពអ៊ុយក្រែនក្រោយបទឆបាញ់ដោយសង្កត់ធ្ងន់ថាយោធាអ៊ុយក្រែនដ៏រឹងមាំគឺចាំបាច់សម្រាប់សន្តិសុខរបស់ប្រទេសការប្រកាសនេះត្រូវបានធ្វើឡើងកំឡុងពេលជួបប្រជុំដ៏កម្រមួយក្នុងទីក្រុងប៉ារីសកាលពីថ្ងៃទី11ខែមីនាដែលជាកន្លែងមានបញ្ជាការការពារជាតិជាង30រូបមកពីអង្គការ NATO រដ្ឋសមាជិកសហភាពអឺរ៉ុបជប៉ុននិងអូស្ត្រាលីបានជួបប្រជុំគ្នាដើម្បីពិភាក្សាអំពីចំនួនដែលកំពុងតែកើតឡើងនៅអ៊ុយក្រែនក្នុងកិច្ចប្រជុំនេះមិនរាប់បញ្ចូលវត្តមានសមភាគីអាមេរិកឡើយហើយវាបានឆ្លុះបញ្ចាំងពីការព្រួយបារម្ភពីជំហរដែលមិនអាចទាយទុកមុនថាប្រធានាធិបតីអាមេរិកលោក Donald Trump នឹងទំនាក់ទំនងនៅពេលថ្មីៗនេះជាមួយនឹងទីក្រុងម៉ូស្គូការពិភាក្សាផ្ដោតលើយុទ្ធសាស្ត្រដើម្បីធានាសន្តិសុខរបស់អ៊ុយក្រែនក្រោយបទឆបាញ់ការរក្សាកម្លាំងយោធារបស់ទីក្រុងគីវនិងការស្វែងយល់ពីសក្តានុពលនៃការដាក់ពង្រាយកងកម្លាំងរក្សាសន្តិភាពអឺរ៉ុបរដ្ឋមន្ត្រីការពារជាតិបារាំងបាននិយាយថាខ្ញុំសូមបញ្ជាក់ម្ដងទៀតនៅទីនេះចំពោះមុខអ្នកសារព័ត៌មានសន្តិសុខរបស់អ៊ុយក្រែនត្រូវតែមកមុនយើងបដិសេធនៅរាល់ការរំលាយកងទ័ពអ៊ុយក្រែនលោក Lecornu បានបន្ថែមថាកងទ័ពអ៊ុយក្រែនគឺជាការធានាសន្តិសុខដ៏សំខាន់ចំណែកប្រធានាធិបតីបារាំងលោក Emmanuel Macron ក៏បានគាំទ្រគំនិតនេះផងដែរដោយចាត់ទុកការទាមទាររបស់រុស្ស៊ីចំពោះការរំលាយវត្តមានយោធារបស់អ៊ុយក្រែនជារឿងដែលមិនអាចទទួលយកបានលោកបានគូសបញ្ជាក់ថាលក្ខខណ្ឌបែបនេះធ្វើឲ្យប៉ះពាល់ដល់អធិបតេយ្យភាពរបស់អ៊ុយក្រែននិងមិនអាចអត់ឱនបានសម្រាប់ទាំងអ៊ុយក្រែននិងសម្ព័ន្ធមិត្តរបស់ពួកគេគូបញ្ជាក់ថានៅគ្រាដំបូងនៃការឈ្លានពានពេញលេញរបស់រុស្ស៊ីបានទាមទារឲ្យអ៊ុយក្រែនកាត់បន្ថយកងទ័ពឲ្យនៅសល់ត្រឹមតែ50,000 នាក់ទន្ទឹមនឹងនោះទីក្រុងម៉ូស្គូបានឲ្យទីក្រុងគីវមិនត្រូវអភិវឌ្ឍផលិតទិញឬដាក់ពង្រាយមីស៊ីលគ្រប់ប្រភេទដែលមានរយៈចម្ងាយឆ្ងាយជាង250គីឡូម៉ែត្រនៅលើទឹកដីរបស់ខ្លួនទេអ៊ុយក្រែនបានបញ្ជាក់ម្ដងហើយម្ដងទៀតពីតម្រូវការធានាសន្តិសុខក្នុងព្រឹត្តិការណ៍បទឆបាញ់ក្នុងសង្គ្រាមជាមួយនឹងរុស្ស៊ីប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky ពីមុនបានសង្កត់ធ្ងន់ពីតម្រូវការសម្រាប់កងទ័ពចំនួន 1.5 លាននាក់ប្រសិនបើអ៊ុយក្រែនមិនត្រូវបានអនុញ្ញាតឲ្យចូលទៅក្នុងអង្គការ NATOយោងតាមលោក Zelensky កងទ័ពអ៊ុយក្រែនបច្ចុប្បន្នមានចំនួន 880,000 នាក់ច្រើនជាងគេបំផុតនៅអឺរ៉ុប